ួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាសាជាថ្មីស្វាគមន៍មកកាន់ Channel ពិភពរឿងខ្មោចរបស់ខ្ញុំថ្ងៃនេះខ្ញុំមានរឿងរ៉ាវមួយនិទានជូនបងប្អូនស្ដាប់កំសាន្តនៅពេលទំនេរគឺរឿងខ្មោចលើរថភ្លើងសូមស្ដាប់កំសាន្តដូចតទៅរឿងនេះត្រូវបាននិយាយថាបានកាត់ឡើងពិតនៅខេត្តបាត់ដំបងឆ្នាំ2019ស្ថានីយ៍រថភ្លើងបាត់ដំបងពេលយប់មួយពន្លឺខ្សោយៗពីអំពូលតូចៗបំភ្លឺលើផ្លូវដែកសូរសំឡេងខ្យល់វោវោសូមជាអ្នកដំណើរវ័យប្រហែល30ឆ្នាំម្នាក់រថភ្លើងទៅភ្នំពេញមកដល់រនៅយប់មិញលើគេនិយាយថាមានអ្នកស្លាប់នៅលើរថភ្លើងនេះអ្នកចាំសម្បត្តិតបកុំនិយាយបែបនោះអីគឺមិនល្អទេមិញនឹងមានក្មេងស្រីម្នាក់ស្លាប់ក្នុងបន្ទប់លេខ9ធ្លាក់ចុះពីបន្ទប់ដេកតែចម្លែកណាស់សពនាងបាត់ទៅទាំងមិនទាន់ដឹងមូលហេតុសូមស្តាក់ស្ទើរតែទន្ទឹមនឹងនោះរថភ្លើងចាប់ផ្ដើមឮសូរសំឡេងហូហូយ៉ាងខ្លាំងគាត់ឡើងជីฟដោយចិត្តក្តៅអន្ទះសារចង់ដឹងរឿងពិតក្នុងបន្ទប់យានលេខ9ពេលយប់ចិត្តអាធ្រាត្រសូមអង្គុយចិត្តបង្អួចមានសំឡេងស្រីស្រកសូរពីចុងបន្ទប់មកសំឡេងស្រីសូមជួយខ្ញុំផងខ្ញុំត្រូវគេបោះចោលពីលើផ្លំដែកនេះហើយសូមខ្លាយទិញចិត្តអស់សំណើចហើយក្រោកឈរដើរទៅបន្ទប់លេខ9នោះនៅទីនោះគាត់ឃើញស្រីម្នាក់ស្លៀកអាវសនិងសុកវែងបាំងមុខចិត្តសូមសួរតិចអ្នកនាងនៅទីនេះម្នាក់ឯងមែនទេនាងនោះយឺតបែរមុខមកមុខសពួនស្កុះដូចមនុស្សគ្មានឈាមភ្នែកនាងជ្រៅជ្រៅស្រីអាថាកំបាំងខ្ញុំមករកកូនខ្ញុំស្លាប់លើរថភ្លើងនេះឯងជាអ្នកណាសូខ្ញុំឈ្មោះសូមតែអ្នកនាងមកពីណានាងញញឹមដោយធ្មេញក្រហមជ្រុញហើយស្រីសំឡេងខ្លាំងខ្ញុំមកពីក្រោមភ្លៅដែកនឹងបន្ទាប់មកភ្លើងក្នុងបន្ទប់ទាំងអស់ចាប់ផ្ដើមរលត់សូមក៏ដួលសន្លប់នៅទីនោះព្រឹកថ្ងៃបន្ទាប់អ្នកបម្រើសម្អាតជិះចូលមកក្នុងបន្ទប់លេខ9ទើបឃើញសូមស្លាប់ដោតស្លាប់ព្រាផ្យ៉ាប់ចិត្តបង្អួចអ្នកដំណើរថ្មីនិយាយថាពេលយប់ណាដែលរថភ្លើងឆ្លងកាត់ចំនួនក្មេងស្រីធ្លាក់នោះអំពូលក្នុងបន្ទប់លេខ9តែងតែភ្លឺឡើងដោយខ្លួនឯងមានសំឡេងមនុស្សស្រីសួររកកូនបន្ទាប់មកសួរសំឡេងស្ដាប់ទៅរំខានគួរធន់គេនិយាយថារថភ្លើងលេខ9នោះត្រូវបានបិទប្រោរយៈពេល2ឆ្នាំប៉ុន្តែពេលយប់អធិត្រាអ្នកយាមនៅស្ថានីយ៍បាត់ដំបងនៅតែឮសំឡេងស្រែកថាសូមជួយខ្ញុំផងខ្ញុំត្រូវគេបោះចោលពីលើផ្លូវដែកនេះពេលរសៀលមានភ្លៀងតិចសូរសំឡេងរថភ្លើងរត់លើផ្លូវដែកដារីអ្នកសារព័ត៌មានស្រីវ័យ26ឆ្នាំបានមកស៊ើបអង្កេតពីរឿងសោមស្លាប់លើរថភ្លើងលេខ9នោះដារីនិយាយជាមួយបុគ្គលិកចាំសម្បត្តិលោកពូធ្លាប់ឮអ្វីចម្លែកតិចទេបន្ទាប់ពីរឿងពូសោមស្លាប់អ្នកចាំសម្បត្តិយប់មុនខ្ញុំឮសំឡេងនារីស្រែកពីលើផ្លូវដែកខណៈពេលនោះគ្មានរថភ្លើងណាឆ្លងកាត់ទេខ្ញុំក៏ទៅមើលឃើញសម្លៀកបំពាក់ពណ៌សរបស់ក្មេងស្រីម្នាក់បោះចោលនៅចំណោទនោះដារីក៏សរសេររបាយការណ៍ញាប់ដៃតាមពូចាំសម្បត្តិនិយាយរៀបរាប់ទាំងអស់ដារីនាងកាន់កាមេរ៉ាដើរទៅគិតថាបើនាងអាចថតឃើញអ្វីមួយនឹងក្លាយជារឿងធំក្នុងសារព័ត៌មាននៅលើរថភ្លើងលេខ9ពេលយប់ឈានមកដល់ដារីកំពុងថតវីដេអូភ្លើងក្នុងបន្ទប់នោះអាំញាក់ដំណើរតិចណាស់នៅលើកៅអីtrongបន្ទប់រថភ្លើងមានស្ត្រីម្នាក់អង្គុយស្ងៀមស្ងាត់សក់វែងដល់ជើងដារីក៏ដើរទៅជិតសួរស្ដីអ្នកនាងជារថភ្លើងទៅណាដែរស្ត្រីនោះមិនឆ្លើយទេតែយឺតបែរមុខមកញញឹមភ្នែកជ្រុញនឹងសំឡេងត្រជាក់ខ្ញុំមករកកូនខ្ញុំអ្នកឮសំឡេងកូនខ្ញុំទេភ្លើងបន្ទប់ស្រាប់តែរលត់ម្ដងទៀតខ្យល់បក់ត្រជាក់ដល់សាច់របស់ដារីនៅខណៈពេលដែលនាងព្យាយាមបាត់អំពូលទូរស័ព្ទស្រាប់តែពេលនោះស្ត្រីអតកំបាំងបាត់ទៅដួចខ្យល់មិនដឹងទៅញ៉ាដារីកំពុងពិនិត្យវីដេអូដែលថតបាននៅក្នុងកាមេរ៉ាមើលឃើញស្ត្រីម្នាក់អង្គុយនៅក្បែរបង្អួចដោយមិនអាចយល់ថាតើនៅទីនោះមានមនុស្សដែរទេនាងពង្រីករូបភាពហើយឃើញស្នាមដៃមានឈ្មោះសរសេរអក្សរតូចៗថាសុភា2018ដារីនាងចាប់ដើមស្រាវជ្រាវផ្ទះចាស់មួយជិតផ្លូវដែក
มนุษย์จำម្នាក់និយាយថាសូភាគឺជាក្មេងស្រីជនជាតិខ្មែរដែលធ្លាប់ធ្វើជាបម្រើលើរថភ្លើងតែពេលនាងមានផ្ទៃពោះជាមួយមេប្រធានម្នាក់តែគេបោះបង់ចោលមិនទទួលស្គាល់នាងលោតចុះពីរថភ្លើងពេលយំតែសពរកឃើញឡើយដារីស្តាក់ស្ទើទៅកាន់ចំណុចនោះបង្ហាញថាមានភ្លឺដែកដូចមានអ្វីមួយស្ទាក់ភ្លៅពេលបាក់បោនាងដាក់ផ្កាឈូកមួយនៅទីនោះហើយនិយាយថាសុភាប្រសិនបញ្ញាក់នៅទីនេះសូមនាងសម្រាប់ឲ្យស្ងប់ចិត្តចុះប៉ុន្តែភ្លាមនោះសូរសំឡេងរថភ្លាវត្រឡប់មកវិញយ៉ាងមិនទំនេរអំពូលទូរស័ព្ទដារីភ្លឺឡើងដោយខ្លួនឯងនៅលើអេក្រង់មានអក្សរហាក់ដោយសរសេរដោយឈាមថាខ្ញុំមិនចង់សម្រាកទោះតែគាត់ស្លាប់ដូចខ្ញុំយប់នោះដារីស្លាប់ក្នុងស្ថានីយ៍ដោយសាររថភ្លើងបុកពេលនាងឈរលើផ្លូវដែកដូចជាមនុស្សម្នាក់និយាយអ្វីមួយជាមួយខ្លួនឯងអ្នកយាមនិយាយថាមុននាងស្លាប់ឃើញដារីញញឹមនិងនិយាយថាសុភាខ្ញុំឃើញកននាងហើយសុខាជាប្រធានភ្លឿនដែកចាស់ម្នាក់ដែលមានទំនាក់ទំនងនឹងសុភាធ្លាប់ជាអ្នកគ្រប់គ្រងនៅរថភ្លើងលេខ9ពេលនោះគាត់កំពុងអង្គុយផឹកស្រាខណៈកំពុងស្ដាប់សូរសំឡេងរថភ្លើងមកពីចម្ងាយគាត់និយាយខ្លួនឯងសុភាគុំចេញមករំខានយើងទៀតនាងស្លាប់ហើយគួរតែនៅស្ងប់ទៅសូរសំឡេងចេញពីក្រោយផ្ទាំងកញ្ចក់ឯងចាំកូនខ្ញុំទេសុខាឯងជាឪពុកគេហេតុអីឯងសម្លាប់គេសុខាភ្ញាក់ផ្អើលទម្លាក់កែវស្រាជក់លើដីបែកខ្ចាយអំពូលនៅក្នុងបន្ទប់ស្រាប់តែភ្លឺភ្លែតដោយអំពូលខូចស្រមោលនៅក្បែរជញ្ជាំងមានរូបស្ត្រីសក់វែងស្លៀកអាវសឈរមើលគាត់ដោយភ្នែកក្រហមត្រជាក់សុខាខ្លាចខ្លាំងកុំមកចិត្តខ្ញុំមិនចង់ស្ដាប់អីទេសុភាសំលេងអបឯងធ្វើឲ្យខ្ញុំជួបភាពអាស្រូវបាត់បង់កិត្តិយសហើយបោះជួយខ្ញុំលើផ្លូវដែកឥឡូវវាចាប់ផ្ដើមដល់វៀនឯងម្ដងហើយភ្លាមនោះកញ្ចក់ផ្តាំងធំខ្ទេចហើយសុខាត្រូវគេអូសចូលក្នុងបន្ទប់រថភ្លើងសំលេងស្រែកនោះរលត់ទៅជាស្ងាត់ឈឹងព្រឹកថ្ងៃបន្ទាប់ញាក់ភូមិឃើញសពសុខាដេកស្លាប់នៅជិតផ្លូវដែកតែមុខគាត់បែរមុខទៅដីសាច់ដុំនឹងស្បែកបែកខ្ទេចដូចត្រូវរត់ភ្លើងកិននៅក្បែរខ្លួនសរសេរលើដីដោយឈាមគាត់បានត្រឡប់មករកយើងហើយបន្ទាប់ពីរឿងស្លាប់បន្តបន្ទាត់ក្រុមការងារបានសម្រេចបិទបន្ទប់លេខ9មិនអោយមានអ្នកដំណើរឡើយតែយប់នោះពេលរថភ្លើងចាប់ផ្ដើមដំណើរសូរសំឡេងយំនឹងស្រីសោកសៅកាត់វិញហើយញឹកបើករថភ្លើងឬសូរមនុស្សស្រីនិយាយតាមមីក្រូសូមចងខ្សែសុវត្ថិភាពឲ្យល្អកុំឲ្យធ្លាក់ចុះដូចខ្ញុំក្រុមអ្នកបើកភ្ញាក់ផ្អើលព្រោះគ្មាននរណាឡើងនិយាយតាមមីក្រូទេភ្លាមនោះបន្ទប់លេខ9ភ្លឺឡើងដោយខ្លួនឯងតាមបងវត្តឃើញស្ត្រីម្នាក់ឈរយំប៉ុន្តែខាងក្រោយនាងមានក្មេងតូចស្លៀកអាវពណ៌ខៀវកំពុងចាប់ដៃម្ដាយយ៉ាងស្ងប់ក្រោយពេលបញ្ចប់សពសុខាមានមនុស្សជាច្រើនឃើញសុភានិងកូនតូចនាងដោយឆ្លងផ្លូវដែកជារៀងរាល់ថ្ងៃសៅរ៍មានអ្នកខ្លះថានាងមិនតន់បានទៅណាទេព្រោះសពកូននាងមិនតន់រកឃើញក្រុមជីវសាបានចូលស្រាវជ្រាវក៏ឃើញឆ្អឹងក្មេងតូចមួយនៅក្រោមផ្លូវដែកប្រាប់ថាជាកូនសុភាក្រោយថ្ងៃបូជានឹងធ្វើសកុតេវិធីអំពូលបន្ទប់លេខ9មិនភ្លឺឡើងទៀតទេតែអ្នកយាមនៅស្ថានីយ៍បាត់ដំបងយាមពេលយប់ពេលគាត់ឮសូរសំឡេងរថភ្លើងឆ្លងកាត់គាត់ស្ដាប់ឮដូចសុភានិយាយអរគុណយប់នេះនាងបានសម្រាកស្ងប់ហើយពេលរសៀលបន្ទាប់ពីរឿងសុភានិងសុខាបានបញ្ចប់ទៅជីវិតស្ងប់ស្ងាត់ប្រហែល1ឆ្នាំទន្ទឹមនោះវីរៈយុវជនវ័យ22ឆ្នាំជាអ្នកថតវីដេអូស៊ើបអង្កេតក្នុងបណ្ដាញ YouTube តាមដានរឿងនេះដោយចង់ដឹងថាខ្មោចសុភាមានពិតទេវីរៈនិយាយក្នុងកាមេរ៉ាថ្ងៃនេះយើងនឹងចូលទៅក្នុងបន្ទប់លេខ9របស់រថភ្លើងដែលគេថាមានខ្មោចស្រីសុភានេះជាភស្តុតាងមួយដែលមិនដែលមានអ្នកថតបានពីមុនទេគាត់នឹងក្រុមមិត្ត2នាក់នាំយកកាមេរ៉ារាត្រីអំពូល Ultra Violet និងឧបករណ៍ចាប់សម្លេងវិញ្ញាណនៅក្នុងបន្ទប់លេខ9ពេលយប់ម៉ោងជិតអាធ្រាត្រខ្យល់ត្រជាក់ចាប់ផ្ដើមបក់មកបន្ទប់ស្ងាត់ដូចកន្លែងដាក់សពកាមេរ៉ាថតបានជះពន្លឺពីអំពូលភ្លឺជាបន្ទះតូចដូចមាននរណាចូលចេញពីចុងបន្ទប់វីរៈបិទភ្នែកសុភាប្រសិនបើនាងនៅទីនេះសូមឲ្យយើងដឹងសញ្ញាផងភ្លាមនោះ
ឧបករណ៍ចាប់សំឡេងបញ្ចេញសូរស្រែកស្រាលសារកុំបើកកុំឲ្យគេចូលមកទៀតមិត្តវីរៈស្តាក់ស្ទើរខ្លាចតែបន្តថតភ្លាមបង្អួយបន្ទប់រថភ្លើងកាត់ស្នាមដូចដៃមនុស្សស្រស់សូរសំឡេងក្មេងតូចសាច់ស្រានិងច្រៀងលេងបែបក្មេងចេញពីបង្អួចយប់នោះវីរៈនៅតែបន្តស៊ើបវីរៈដើរទៅចុងត្រង់ឃើញប្រអប់ឈើតូចមួយដាក់នៅក្រោមកៅអីចាស់ក្នុងប្រអប់មានសម្បុត្រចាស់និងរូបថតសុភាជាមួយសុខានៅស្ថានីយ៍សម្បុត្រមួយសរសេរថាសុខាប្រសិនបើលោកមិនទទួលខ្ញុំជាមនុស្សរួមជីវិតខ្ញុំនឹងចូលទៅស្លាប់លើផ្លូវដែកនេះជាមួយកូនថ្ងៃទី3ខែវិច្ឆិកាឆ្នាំ2018វីរៈភ្ញាក់ផ្អើលនេះជាផុសតាងថាសុភាមិនត្រឹមតែស្លាប់ដោយគេបោះចោលទេប៉ុន្តែមានការគ្រោងទុកជាមួយបំណងសម្លាប់ខ្លួនជាមួយកូនផងដែរភ្លាមនោះរថភ្លើងស្រាប់តែចាប់ផ្ដើមចលនាទោះគ្មានអ្នកបើកឡើយអំពូតបន្ទប់លេខ9ភ្លឺផ្លឹបផ្លែតសូរសំឡេងសុភាចេញពីស្តេរ៉ូកាមេរ៉ាកុំឲ្យគេបើកបន្ទប់នេះទៀតខ្ញុំចង់សម្រាកកាមេរ៉ារបស់វីរៈបាត់សញ្ញាភ្លាមប៉ុន្មាននាទីក្រោយទើបដាច់ពេលព្រឹកក្រុមសង្គ្រោះឃើញកាមេរ៉ារបស់គាត់នៅលើកៅអីខណៈវីរៈនិងមិត្តទាំងពីរបាត់ខ្លួន3ថ្ងៃបន្ទាប់សមត្ថកិច្ចបានរកឃើញសាកសពមិត្តម្នាក់ក្នុងព្រៃជិតផ្លូវដាច់លើដៃមានស្នាមដៃសជាប់ដូចដៃសុភាប៉ុន្តែសាកសពវីរៈមិនត្រូវបានរកឃើញឡើយអាជ្ញាធរបានរកឃើញថាក្នុងកាមេរ៉ាមានវីដេអូចុងក្រោយបង្ហាញសុភាឈរក្នុងបន្ទប់រថភ្លើងដោយក្មេងតូចចាប់ដៃនាងហើយវីរៈនិយាយស្រាលថាសុភាខ្ញុំយល់ហើយខ្ញុំនឹងរក្សាឲ្យនាងស្ងប់ស្ងាត់បន្ទាប់មកអំពូលចាប់ផ្ដើមរលត់ហើយវីដេអូក៏បញ្ចប់ក្រោយពេលនោះក្រុមសារព័ត៌មានមិនអនុញ្ញាតឲ្យអ្នកណាចូលទៅថតនៅបន្ទប់លេខ9ឬស្ថានីយ៍បាត់ដំបងទៀតទេប៉ុន្តែអ្នកដំណើរខ្លះនិយាយថាពេលយប់ស្ងាត់នឹងឮសូរសំឡេងក្មេងតូចសើចស្រាលនិងមនុស្សស្រីនិយាយគ្នាខ្លះផ្សេងទៀតនិយាយថាពេលកណ្ដាលអាទិត្យនៅលើផ្លូវដែកនោះមាននរណាម្នាក់កំពុងថតវីដេអូបន្តជារៀងរាល់យប់ចប់សូមអរគុណសម្រាប់ការចូលស្ដាប់កំសាន្តតាំងពីដើមរហូតដល់ចប់សូមសំណាងល្អទាំងអស់គ្នា